សួស្តីប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីសូមស្វាគមន៍មកកាន់នេតិនៃគំនិតនិងការត្រិះរិះពិចារណាតើអ្នកធ្លាប់មានអារម្មណ៍ថាជីវិតកំពុងតែលេងសើចនឹងអ្នកទេធ្លាប់មានអារម្មណ៍ថារាល់បញ្ហាដែលចូលមកគឺដូចជាការប្រឡងឬការសាកល្បងដ៏ធ្ងន់ធ្ងរដែលចង់ផ្ដួលអ្នកឲ្យដួលពេលជួបការលំបាកពេលបរាជ័យពេលបាត់បង់យើងតែងតែងើយសួរមិថាហេតុអ្វីក៏ជារូបខ្ញុំហេតុអ្វីបានជាខ្ញុំត្រូវឆ្លងកាត់រឿងទាំងអស់នេះយើងមានទម្លាប់មួយគឺមើលឃើញឧបសគ្គថាជាការសាកល្បងប៉ុន្តែចុះបើទស្សនៈនេះមិនត្រឹមត្រូវទាំងស្រុងថ្ងៃនេះយើងនឹងមកពិភាក្សាអំពីទស្សនៈដ៏មានអានុភាពមួយដែលដកស្រង់ចេញពីគំនិតដ៏ជ្រាលជ្រៅមួយឃ្លានោះគឺជីវិតមិនសាកល្បងយើងទេតែជីវិតកំពុងតែបង្កើតយើងតើពាក្យនេះមានន័យដូចម្តេចនៅពេលយើងនិយាយថាជីវិតសាកល្បងយើងវាបង្កប់ន័យថាមានអ្នកដាក់បន្ទុកមានជាប់និងមានធ្លាក់បើយើងឆ្លងកាត់បានយើងនឹងជាប់បើយើងបរាជ័យយើងនឹងធ្លាក់ទស្សនៈនេះធ្វើឲ្យយើងរស់នៅក្នុងការភ័យខ្លាចការបរាជ័យខ្លាចការវិនិច្ឆ័យប៉ុន្តែបើយើងបដូរមកគិតថាជីវិតកំពុងបង្កើតយើងនោះអត្ថន័យទាំងមូលនឹងផ្លាស់ប្ដូរការបង្កើតគឺជាន័យប្រៀបធៀបទៅនឹងជាងដែកឧទាហរណ៍ជាងដែកយកដុំដែកមួយដុំដែលគ្មានរូបរាងគ្មានតម្លៃនិងគ្មានប្រយោជន៍យកទៅដាក់ក្នុងភ្លើងដ៏សន្ធោសន្ធៅពេលដែកនោះឡើងក្រហមឆ្អៅគេយកវាមកដាក់លើជ្រុញហើយចាប់ផ្ដើមយកញញួរធំមកដំគេដំម្ដងហើយម្ដងទៀតធ្វើឲ្យវាឈឺចាប់ធ្វើឲ្យវាបដូររូបរាងគេបត់វាគេពុតវាគេយកវាទៅជ្រលក់ទឹកធ្វើបែបនេះរាប់រយរាប់ពាន់ដងបើយើងជាដែកយើងនឹងទទួលការឈឺចាប់ដូចគ្នាតើភ្លើងកម្ដៅញញួរនិងការដំទាំងនោះជាការសាកល្បងដុំដែកឬទេវាមិនមែនជាការសាកល្បងទេតែវាជាដំណើរការចាំបាច់ដើម្បីប្រែក្លាយដុំដែកដែលគ្មានតម្លៃឲ្យទៅជាដាវដ៏មុតស្រួចជាឧបករណ៍ដ៏មានប្រយោជន៍ជីវិតរបស់យើងក៏ដូចគ្នាឧបសគ្គការឈឺចាប់ការបរាជ័យការបាត់បង់ទាំងអស់នោះមិនមែនជាការសាកល្បងទេតែវាជាភ្លើងជាញញួរដែលជីវិតកំពុងប្រើប្រាស់ដើម្បីបង្កើតយើងនៅពេលអ្នកជួបវិបត្តិហិរញ្ញវត្ថុជីវិតមិនមែនកំពុងសាកល្បងអ្នកថាតើអ្នកអាចរកលុយវិញបានទេជីវិតកំពុងបង្កើតអ្នកឲ្យក្លាយជាមនុស្សម្នាក់ដែលអាចចេះគ្រប់គ្រងហិរញ្ញវត្ថុបានល្អជាងមុនឲ្យយល់ពីតម្លៃនៃអ្វីដែលអ្នកមាននិងឲ្យចេះរៀបចំផែនការសម្រាប់អនាគតនៅពេលអ្នកបាត់បង់មនុស្សជាទីស្រឡាញ់ជីវិតមិនមែនកំពុងសាកល្បងអ្នកថាតើអ្នកអាចទ្រាំបានទេជីវិតកំពុងបង្កើតអ្នកតាមរយៈការឈឺចាប់ឲ្យយល់កាន់តែច្បាស់ពីអត្ថន័យនៃជីវិតឲ្យចេះផ្ដល់តម្លៃដល់ទំនាក់ទំនងពេលដែលនៅមានទ្រព្យសម្បត្តិហើយធ្វើឲ្យអ្នកក្លាយជាមនុស្សដែលមានចិត្តអាណិតអាសូរដល់អ្នកដទៃកាន់តែខ្លាំងនៅពេលអ្នកបរាជ័យក្នុងការងារឬអាជីវកម្មជីវិតមិនមែនកំពុងសាកល្បងសមត្ថភាពរបស់អ្នកទេជីវិតកំពុងបង្កើតអ្នកដោយដកយកភាពឆ្មើងឆ្មៃចេញបង្រៀនអ្នកពីមេរៀនដែលសាលាមិនអាចបង្រៀនហើយរុញអ្នកឲ្យទៅស្វែងរកផ្លូវថ្មីឬវិធីសាស្ត្រថ្មីដែលប្រសើរជាងមុនរាល់ឧបសគ្គគឺកំពុងតែបន្ថែមស្រទាប់នៃភាពរឹងមាំភាពចាស់ទុំនិងប្រាជ្ញាមកឲ្យយើងមនុស្សដែលធ្លាប់ជួបការលំបាកគឺដូចជាដុំដែកដែលមិនទាន់បានឆ្លងកាត់ភ្លើងគឺទន់ងាយបាក់និងគ្មានរូបរាងពិតប្រាកដសំណួរគឺបើនេះជាដំណើរនៃការបង្កើតតើយើងគួរធ្វើដូចម្តេចដើម្បីឆ្លងកាត់ការដំនេះគឺនាំយើងទៅដល់ឃ្លាទី2ដែលយើងឃើញនៅក្នុងរូបភាពនោះគឺស្វែងយល់ពីខ្លួនឯងអ្នកតូចខ្លាំងណាស់នេះមិនមែនជាការបន្ទាបបន្ថោខ្លួនឯងទេតែនេះគឺជាសុភាពរាបសារនិងការទទួលស្គាល់ការពិតនៅពេលដែលយើងគិតថាយើងធំយើងខ្លាំងយើងគ្រប់គ្រងអ្វីៗទាំងអស់ពេលនោះបន្តិចនៃបញ្ហាក៏អាចធ្វើឲ្យយើងបាក់ស្បាតដែរព្រោះអាត្មារបស់យើងធំពេកឃ្លានេះគឺជារូបមន្តសម្រាប់ឆ្លងកាត់ដំណើរការបង្កើតនោះទី1អ្នកតូចខ្លាំងណាស់យើងនឹងខឹងនឹងតវ៉ានឹងបន្ទោសអ្នកដទៃពេលអ្វីៗមិនដូចការគិតតែនៅពេលយើងទទួលស្គាល់ថាខ្ញុំតូចណាស់បើធៀបនឹងចក្រវាឡបើធៀបនឹងលំហូរនៃពេលវេលាបើធៀបនឹងកម្លាំងនៃធម្មជាតិពេលនោះយើងនឹងឈប់តស៊ូប្រឆាំងនឹងអ្វីដែលយើងគ្រប់គ្រងមិនបានដូចជាអ្នកប្រាជ្ញបុព្វាខុងមីងដែលឈ្មោះគាត់ពេញគឺឈ្មោះជូកលៀងដែលយើងតែងតែឃើញរូបភាពជាតំណាងនៃបញ្ញាក្នុងរឿងសាមកុកភាពខ្លាំងរបស់គាត់មិនមែនត្រឹមតែការចេះប្រើល្បិចប៉ុណ្ណោះទេតែគឺជាការយល់ច្បាស់ពីលំហូរគាត់ដឹងថាពេលណាខ្យល់បក់មកពេលណាទឹកជោឡើងគាត់ដឹងថាគាត់តូចបើធៀបនឹងកម្លាំងទាំងនោះដូច្នេះគាត់មិនប្រឆាំងទេតែគាត់រៀនប្រើប្រាស់កម្លាំងទាំងនោះឲ្យបម្រើគោលដៅរបស់គាត់នៅពេលបញ្ហាកើតឡើងការទទួលស្គាល់ថាយើងតូចធ្វើឲ្យយើងស្ងប់យើងឈប់សួរថាហេតុអ្វីជាខ្ញុំហើយយើងចាប់ផ្ដើមសួរថាតើអ្វីដែលខ្ញុំអាចរៀនសូត្រពីកលៈទេសៈនេះទី2ស្វែងយល់ពីខ្លួនឯងបន្ទាប់ពីយើងស្ងប់ហើយទទួលស្គាល់ការពិតហើយជំហានបន្ទាប់គឺត្រូវបែរចូលមកខាងក្នុងនៅពេលជាងដែកដំដាវគេយល់ច្បាស់ពីកលៈទេសៈរបស់ដែកតើវាត្រូវការពន្លត់កម្ដៅប៉ុណ្ណាតើវាត្រូវដំប៉ុណ្ណាទៅវាមុតដូចគ្នានេះដែរនៅពេលជីវិតកំពុងបង្កើតអ្នកត្រូវស្វែងយល់ពីខ្លួនឯងថាតើអ្វីជាចំណុចខ្លាំងពិតប្រាកដរបស់អ្នកតើអ្វីជាចំណុចខ្សោយដែលត្រូវតែកែលម្អតើអ្នកមានប្រតិកម្មបែបណានៅពេលដែលអ្នកខឹងពេលដែលអ្នកខ្លាចពេលដែលអ្នកសោកសៅតើជាកត្តាអ្វីដែលធ្វើឲ្យអ្នកបាត់បង់ម្ចាស់ការតើជាគុណតម្លៃនៃអ្នកមិនអាចបោះបង់បានទោះក្នុងកលៈទេសៈណាក៏ដោយការស្វែងយល់ពីខ្លួនឯងនេះគឺជាការធ្វើសមាធិគឺជាការសរសេរកំណត់ហេតុគឺជាការសន្ទនាដោយស្មោះត្រង់ជាមួយនឹងខ្លួនឯងនៅពេលអ្នកយល់ពីខ្លួនឯងកាន់តែច្បាស់អ្នកនឹងដឹងថាពេលណាដែលញញួររបស់ជីវិតដំមកអ្នកគួររឹងតទល់ឬអ្នកគួរទន់បត់បែនតាមអ្នកនឹងដឹងថាឧបសគ្គនេះកំពុងតែព្យាយាមពង្រឹងចំណុចខ្សោយមួយណារបស់អ្នកឧទាហរណ៍
បើអ្នកជាមនុស្សមករហ័សនិយាយមិនគិតជីវិតអាចនឹងបង្កើតអ្នកដោយបញ្ជូនមនុស្សឬបញ្ហាដែលតម្រូវឲ្យអ្នករៀនស្ងៀមនិងរៀនស្ដាប់បើអ្នកមិនព្រមរៀនញញួរនោះនឹងដំអ្នកម្ដងហើយម្ដងទៀតរហូតដល់អ្នកយល់ដូច្នេះប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីចាប់ពីថ្ងៃនេះតទៅពេលមានរឿងរ៉ាវមិនល្អកើតឡើងសូមកុំប្រញាប់សួរថាហេតុអ្វីបានជាជីវិតសាកល្បងខ្ញុំសូមបដូរមកសួរខ្លួនឯងវិញថាតើជីវិតកំពុងព្យាយាមបង្កើតខ្ញុំឲ្យទៅជាអ្វីតើឧបសគ្គនេះកំពុងបង្រៀនខ្ញុំឲ្យចេះអត់ធ្មត់មែនទេតើការបាត់បង់នេះកំពុងបង្រៀនខ្ញុំឲ្យចេះដោះលែងមែនទេតើការបរាជ័យនេះកំពុងបង្រៀនខ្ញុំឲ្យចេះបន្ទាបខ្លួនហើយរៀនសូត្រមែនទេសូមចងចាំថាពេជ្រក៏កើតចេញពីសម្ពាធដ៏ខ្លាំងក្លានៃធ្យូងមេអំបៅដ៏ស្រស់ស្អាតក៏កើតចេញពីការតស៊ូទម្លុះសម្បុកដង្កូវដែរហើយដាវដ៏មុតស្រួចក៏កើតចេញពីភ្លើងនិងញញួរដូច្នេះកុំខ្លាចភ្លើងកុំខ្លាចញញួរត្រូវខ្លាចតែការមិនព្រមផ្លាស់ប្ដូរនិងមិនព្រមវិវត្តខ្លួនសូមទទួលយកដំណើរការបង្កើតនេះត្រូវស្វែងយល់ពីខ្លួនឯងឲ្យបានច្បាស់ហើយត្រូវចងចាំថាទោះយើងតូចក្នុងចក្រវាឡនេះតែយើងក៏ជាផ្នែកមួយដ៏សំខាន់នៃដំណើរការដ៏អស្ចារ្យនេះដែរជីវិតមិនមែនកើតឡើងចំពោះអ្នកទេតែជីវិតកំពុងតែកើតឡើងដើម្បីអ្នកដើម្បីបង្កើតអ្នកឲ្យក្លាយជាកំណែប្រែដ៏ល្អបំផុតដ៏រឹងមាំបំផុតរបស់ខ្លួនអ្នកសូមអរគុណសម្រាប់ការចំណាយពេលស្ដាប់ខ្ញុំសង្ឃឹមថាគំនិតបន្តិចបន្តួចនេះអាចជួយផ្លាស់ប្ដូរទស្សនៈរបស់អ្នកចំពោះឧបសគ្គដែលកំពុងជួបប្រទះសូមជួបគ្នានៅពេលក្រោយទៀតជាមួយនឹងប្រធានបទថ្មីៗដែលបំភ្លឺផ្លូវចិត្តនិងគំនិតរបស់យើងសូមអរគុណ